អ្នកអរគ្នាខ្ញុំមានវិធីមួយចែកម្លែកអ្នកអរគ្នាតាក់ទងទៅនឹងការ login account សម្រាប់បងម្ចាស់អាជីវកម្មនិងបងខាង advertising ឥឡូវនេះគឺវាមានការ update ទៅលើ app របស់ Facebook ផ្ទាល់អ្នកអរគ្នានៅពេលដែលយើង login account របស់យើងគឺ log អត់ចូលទេអ្នកអរគ្នាការ login account គឺសំខាន់យើងមាន app Facebook មួយយើងមាន admin មួយយើង login ចូលក្នុង app Facebook SIN របស់យើងអ្នកនរគ្នានេះដូចអ្នកនរគ្នាមើលបានដូចនេះ app SIN អញ្ចឹងអ្នកនរគ្នានេះ app Facebook ហើយនៅពេលដែលយើង login admin ហើយយើងមាន admin មួយហើយមាន page នៅក្នុងហ្នឹង10 page ហើយសិតតែ page ធំហើយពេលយើង login ទៅគឺអត់ចូលទេអ្នកនរគ្នាកាលមុនគឺ log បានប៉ុន្តែប្រហែលថ្ងៃនេះគឺវាមានបញ្ហាកន្លែងយើង login ណាអញ្ចឹងសម្រាប់បងម្ចាស់អាជីវកម្មក៏ដូចជាបងខាង advertising ក៏អត់ចេះលុបអ្នកអាចមើលវីដេអូរបស់ខ្ញុំបានប៉ុន្តែខ្ញុំអត់បានធ្វើវីដេអូនឹងនៅក្នុងនៅជាមួយនឹងវីដេអូរបស់ខ្ញុំទេខ្ញុំគ្រាន់តែប្រាប់អ្នកនរគ្នាព្រោះតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំជួបព្រោះខ្ញុំអត់ធ្វើវីដេអូបរិញ្ញាអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់យល់បន្ថែមអ្នកនរគ្នាចាំឆាតមកចាំខ្ញុំឆ្លៀតតបទៅបងប្អូនយើងព្រោះឥឡូវហ៊ានថាខ្ញុំអត់ដឹងមិនដែរប្រហែលជាឆុងហ្មងឲ្យតែធ្វើវីដេអូតាក់ទងទៅនឹងប្រេនដឹងទៅ remove Facebook ខ្ញុំអត់ណែ remove វីដេអូខ្ញុំចោលតែម្ដងអ្នកនរគ្នាឥឡូវខ្ញុំមានតែប្រាប់នេះអ្នកនរគ្នាគឺយើងមាន app Facebook បែបនេះអញ្ចឹងយើងចុចពីលើ app នេះមកហើយបន្ទាប់មកយើងវាចេញបែបនេះអ្នកនរគ្នាពេលដែលយើងចូលក្នុង app Facebook គឺវាចេញកន្លែងនេះដើម្បីឲ្យយើងទី1ខាងលើហ្នឹងយើងបំពេញ Gmail ឬក៏លេខទូរស័ព្ទហើយខាងក្រោមនេះគឺបំពេញ password ឥឡូវខ្ញុំបំពេញខ្ញុំចុចឲ្យអ្នកនរគ្នាមើលឥឡូវខ្ញុំបំពេញខាងលើមួយសិនពេលដែលយើងនេះឥឡូវខាងលើយើងដាក់ Gmail ហើយអ្នកនរគ្នានេះខ្ញុំបង្កើត account ភ្ជាប់ជាមួយ Gmail អញ្ចឹងខ្ញុំដាក់ Gmail បើសិនជាគ្នាយើងដែលគាត់បង្កើត account Facebook ជាមួយលេខទូរស័ព្ទខាងលើហ្នឹងលេខទូរស័ព្ទឬ Gmail យើងដាក់ចូលទៅហើយបន្ទាប់មកយើងដាក់ password របស់យើងអូខេអ្នកនរគ្នា Gmail ខាងលើ password ខាងក្រោមខាងលើយើងដាក់លេខទូរស័ព្ទក៏បាន Gmail យើងក៏បានដែលយើងបង្កើតជាមួយនឹងលេខទូរស័ព្ទឬក៏ Gmail យើងបង្កើតភ្ជាប់ជាមួយ Facebook អ្នកនរគ្នាគឺយើងវាយលើហើយខាងក្រោមដាក់ password ឥឡូវខ្ញុំធ្វើការ login អ្នកនរគ្នាមើលជាក់ស្ដែងខ្ញុំចុច login ខំនេះយើងចុច login ទៅដល់ណាបាទអូខេនេះពេលយើងបំពេញខាងលើ Gmail password ហើយបន្ទាប់មកយើងចុច login ឥឡូវនេះយើងចុច login មកប៉ាច់នេះអ្នកនរគ្នាឃើញទេនេះអ្នកនរគ្នាមើលបានគឺវា load error អញ្ចឹងណានេះនិយាយរួមទៅគ្រប់ account ទាំងអស់នៅលើ iPhone គឺឲ្យតែពេលយើង login account របស់យើងចូលគឺវាអត់ចូលបានទេអ្នកនរគ្នាអញ្ចឹងសម្រាប់បងដែលគាត់មានបញ្ហាអ្នក login account អត់ចូលវាជាប់កន្លែងអញ្ចឹង log អត់ចូលវិធីវាមានដែលខ្ញុំធ្វើបានអ្នកនរគ្នាទី1អ្នកនរគ្នា clear ad សិន clear ad បើនៅក្នុង Android ស្រួលទេស្រួលក្នុងការធ្វើហើយសម្រាប់ iPhone យើងលុប app នឹងចោលសិនយើងលុប app នឹងហើយយើងចូលទៅក្នុង App Store យើង download ម្ដងទៀតអ្នកនរគ្នាអាហ្នឹងខ្ញុំនិយាយតាក់ទងទៅនឹង iPhone ណាហើយបើលើ Android យើងសកត់ទៅលើ app Facebook ទៅយើងចុចកន្លែង bio ហ្នឹងយើងរកកន្លែង storage យើង clear storage ហ្នឹងចេញទៅហើយយើង login account គឺចូលហើយអានេះខ្ញុំធ្វើទៅលើ iPhone អញ្ចឹងខ្ញុំធ្វើការលុប app ហ្នឹងចោលខ្ញុំលុប app ហ្នឹងសិនហើយបន្ទាប់មកខ្ញុំចូលទៅក្នុង App Store នេះ App Store អ្នកគ្នាអញ្ចឹងចូលនៅក្នុង App Store ហ្នឹងមកយើងចូលទៅ download app Facebook ហ្នឹងមកវិញឥឡូវខ្ញុំធ្វើការ download មួយសន្ទុះសិនអូខេខ្ញុំធ្វើការ download ហើយអ្នកនរគ្នាឥឡូវធ្វើវីដេអូបណ្ដើធ្វើការបណ្ដើអ្នកនរគ្នាព្រោះឥឡូវម៉ោង10ចិត្តមកទៅ10ហើយអូខេឥឡូវវា load ពេញហើយអ្នកនរគ្នានេះវា load ពេញហើយអញ្ចឹងខ្ញុំធ្វើការចូលក្នុង app ហ្នឹងអូខេហើយខ្ញុំវាយ Gmail password ដដែលអូខេខ្ញុំធ្វើការ login ខ្ញុំចុច login ចូលអូខេអ្នកនរគ្នាពេលដែលចុចទៅគឺ load ចូល account តែម្ដងអ្នកនរគ្នានេះខ្ញុំមិនភ្លេច
ប្រាប់អ្នកទាំងអស់គ្នាមិនភ្លេចប្រាប់ចាញ់ខ្ញុំច្រឡំចុចដៃទៅបាត់ឥឡូវចូលបានសម្រាប់អ្នកទាំងអស់គ្នាមុនហ្នឹងគឺខ្ញុំចូលអត់បានអ្នកទាំងអស់គ្នានេះគឺចូលអត់បានទេ account របស់ខ្ញុំគឺពេលដែលចូលទៅវា error ដូចខ្ញុំដាក់វីដេអូពីខាងដើមអញ្ចឹងគឺអត់បានទេហើយសំខាន់ពេលចូលមកភ្លាមគឺអ្នកទាំងអស់គ្នាមើលបានគ្រាន់តែកន្លែង bio នេះពីមុនវាមិននៅខាងក្រោម profile អ្នកទាំងគ្នាកន្លែង bio កន្លែងយើងនិយាយតាក់ទងกับវត្ថុរូបវានៅខាងក្រោមឥឡូវវាលោតមកនៅលើវិញអូយមួយថ្ងៃគិតតែពី update Facebook នេះវានៅលើនឹងវិញហើយសម្រាប់រូបភាពអ្នកនរគ្នាសម្បីតែផុសអក្សរក៏មាន view ដែរអ្នកនរគ្នានេះ 1k.5 រយៈពេល2ម៉ោង 1k.5 យើងផុសតែ state ផុសតែអក្សរទេវាមាន view ដែរឥឡូវវា update រហូតហ្មងអ្នកនរគ្នាពីមុនអត់មានទេយើងផុសអក្សរផុសរូបភាពគឺយើងមើល view អត់ឃើញឥឡូវផុសរូបភាពក៏មាន view យើងមើល view បានវាដូចនេះពេលយើងផុស state អក្សរអញ្ចឹង view វានៅខាងក្រោមនេះខាងក្រោមកន្លែងបតងពណ៌ខៀវហ្នឹងហើយបើយើងផុសជារូបភាពបែបនេះអ្នក view នៅខាងនេះនិយាយទៅអីមែនទេបើយើងផុសវីដេអូវា view ដូចគ្នាហើយវីដេអូក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាសម្រាប់បងម្ចាស់អាជីវកម្មក៏ដូចជាបងខាង digital marketing គាត់មានបញ្ហាកន្លែងហ្នឹងព្រោះខ្ញុំជួបបងប្រុសម្នាក់ដែលគាត់លុកញ៉ាំ account ចូលខ្ញុំក៏សារលបងខ្ញុំលុកឲ្យ Facebook Zim ខ្ញុំចេញហើយខ្ញុំចូលម្ដងទៀតគឺជាប់បានអញ្ចឹងខ្ញុំធ្វើការ clear ad ហ្នឹងសិនយើង clear ad របស់ Facebook ឲ្យស្អាតសិនមកហើយបន្តមកទៀតយើងដាក់ Gmail password account របស់យើងចូលគឺ account ហ្នឹងចូល block តាមម្ដងអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាអរគុណបងប្អូនយើងសម្រាប់ការចូលទស្សនាហើយជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងនិយាយតាក់ទងទៅនឹងខាងមានវីដេអូមួយទៀតខ្ញុំធ្វើហើយព្រោះអានវីដេអូហ្នឹងនេះចាំខ្ញុំចេញវីដេអូមួយទៀតប៉ុណ្ណេះរៀងវែងហ្នឹងអ្នកនរគ្នានេះខាងpayment setting ខាង address របស់ពីមុនវាមានតូចមែនទែនទាំងកន្លែងជ្រោមប៉ុន្តែដល់ពេលឥឡូវវាធំហ្មងចាំខ្ញុំធ្វើវីដេអូទី2និយាយតាក់ទងទៅនឹង payment setting អញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជម្រាបលាបងប្អូន